dương miên cả nấy tiện tin chỉ mối nông bánh hà piประเภท pi បែបដែលត្រូវដោះស្រាយទី1អ្នកដែលចូលមកក្នុងប្រទេសរបស់យើងដោយខុសច្បាប់ត្រូវអនុវត្តតាមវិធានដែលមានរួចមកហើយគឺការបណ្តេញចេញប៉ុន្តែប្រសិនបើគេមានបទល្មើសក្នុងប្រទេសត្រូវចាត់ការតាមផ្លូវច្បាប់ឲ្យបានតឹងរឹងករណីទី2អ្នកនោះមកនៅប្រទេសរបស់យើងបានចូលសញ្ជាតិយើងបានខិតខំកែរដ្ឋធម្មនុញ្ញវិសោធនកម្មរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យដកសញ្ជាតិដែលមុននេះបកប្រឆាំងបានគិតថាគម្រោងគោលដៅរបស់យើងគឺដកសញ្ជាតិលើពួកអ្នកប្រឆាំងយើងអត់ធ្ងន់មិនត្រឹមមិននិយាយទេគោលដៅរបស់យើងគឺគោលដៅក្រែងលោជនជាតិបរទេសខ្លះចូលសញ្ជាតិរបស់យើងហើយដែលរដ្ឋហើយដែលប្រព្រឹត្តកំហុសនៅក្នុងប្រទេសរបស់យើងមិនអាចចាប់បញ្ជូនគេត្រឡប់ទៅប្រទេសដើមវិញបានដោយរដ្ឋធម្មនុញ្ញបានហាមឃាត់មិនត្រូវចាប់បញ្ជូនពលរដ្ឋកម្ពុជាឲ្យទៅបរទេសអញ្ចឹងយើងធ្វើវិស្រោធនកម្មរដ្ឋធម្មនុញ្ញសម្ដៅដកសញ្ជាតិដែលមុននេះបកប្រឆាំងថាសម្ដៅដកសញ្ជាតិរបស់ពួកប្រឆាំងមកដល់ម៉ោងនេះយើងមិនតាន់មានដកសញ្ជាតិពួកប្រឆាំងណាម្នាក់ទេប៉ុន្តែយើងបំរុងទុករួចស្រេចទៅហើយអំពីការដកសញ្ជាតិអ្នកជនបរទេសដែលចូលសញ្ជាតិកម្ពុជាហើយបំផ្លាញក្នុងទឹកដីកម្ពុជាពីងតន្តដកសញ្ជាតិហើយត្រូវចាំណាដកសញ្ជាតិពីប្រទេសណាសញ្ជាតិណាទៅបញ្ជូនទៅប្រទេសនោះវិញឧទាហរណ៍ជនជាតិចិនចូលសញ្ជាតិខ្មែរអញ្ចឹងបើសិនជាដកសញ្ជាតិរួចហើយតើគេជាអីគេជាចិនបើគេជាចិនបកគលឲ្យចិនទៅវាជាប់រឿងហើយកុំឲ្យរឿងសំញ៉ាំច្រើនពេកថាជនជាតិអាមេរិកគាត់ចូលសញ្ជាតិខ្មែរកាលណាចូលសញ្ជាតិខ្មែរយើងដកសញ្ជាតិខ្មែរបាត់គាត់នៅសល់សញ្ជាតិអីគាត់នៅសល់សញ្ជាតិអាមេរិកអញ្ចឹងត្រូវបកគលឲ្យអាមេរិកมันអាចដកសញ្ជាតិចិនពលរដ្ឋចិនហើយបែរជាចាប់បញ្ជូនឲ្យអាមេរិកហើយទៅដកសញ្ជាតិខ្មែរពីពលរដ្ឋអាមេរិកបញ្ជូនទៅឲ្យចិនគឺមិនអាចធ្វើចឹងទេព្រោះអានោះវាខុសរឿងហើយវាការបង្កើតនៅបញ្ហាស្មុគស្មាញក្នុងទំនាក់ទំនងភាពជាដៃគូរវាងប្រទេសយើងជាមួយនឹងប្រទេសគេថាអ្នកដែលមានទំនាក់ទំនងជាមួយយើងមិនអាចដកសញ្ជាតិជនជាតិថៃហើយបញ្ជូនទៅឲ្យវៀតណាមឬដកសញ្ជាតិពីពលរដ្ឋវៀតណាមដែលជួលសញ្ជាតិខ្មែរបកគលទៅឲ្យថៃទេមិនអាចទេចឹងចំណុចនេះនិយាយគ្នាច្បាស់វាជាការឈឺចាប់ក៏ប៉ុន្តែវាបានដាស់តឿនយើងឲ្យយើងធ្វើសកម្មភាពដើម្បីឆ្លើយតបជាមួយពួកវា